Và chân ní chỉ model về human build để tạo tốn anomaly detection.ហើយ data set ដែលខ្ញុំនឹងយកមកថ្ងៃនេះគឺជា data transaction data set ដែលមានចំនួន12 features និង1000 row ដែលមានតកតងនឹង time data date sender account receiver account amount payment currency receive currency sender bank location receiver bank location payment type is laundering type ចឹងនេះជា summarize statistic មួយចំនួនដែលតកតងនឹង data នោះមុននឹងយើងចូលទៅដល់ការ build model ដើម្បី train និង test data ហ្នឹង so method ទី1ដែលខ្ញុំនឹងនិយាយគឺ isolation forest គឺជា machine learning model មួយដែលនៅក្នុង anomaly detection ហ្នឹងឯងហើយ step ទី1ហ្នឹងគឺយើងយក categorical data មក encode ដើម្បី predict បានគឺយើងត្រូវ encode វា categorical data ហ្នឹងជា binary number បានន័យថាយើងអាចដាក់វាជាលេខ0លេខ1លេខ2អីចឹងទៅបន្តមកទៀតគឺការ prepare feature ដែល feature ទាំងនេះគឺយើងនឹងយកវាមកប្រើដើម្បី train និង test data set របស់យើងបន្តមកទៀតគឺ split ដំណើរការ split ហ្នឹងគឺយើងចែក data test size កន្លែងនេះគឺយើងយក 0.3 បានន័យថា 30% គឺយើងយកសម្រាប់ទៅ test ចំណែកឯសល់ប្រមាណគឺ 70% គឺយើងយកទៅ train step បន្ទាប់ទៀតគឺការ train isolation forest ហ្នឹងឯងយើងឃើញថាបន្តមកទៀតគឺ prediction យើងយក 30% data ហ្នឹងគឺមក predict កន្លែងនេះ train isolation forest ហ្នឹងគឺបានន័យថាយើងប្រាប់ model របស់យើងប្រាប់ algorithm មួយហ្នឹងថាតើ data ដែលវាមាន normal ដែលជា normal transaction ហ្នឹងតើវាបែបណាបន្តមកទៀតគឺយើង test វាហើយជាចុងក្រោយយើងបាន result បែបនេះយើងបាន precision ហ្នឹងគឺជាភាគរយមួយដែលយើងដែលថាតើយើង predict data ទាំងអស់ហ្នឹងតើ data ទាំងអស់ហ្នឹងតើវាមានប្រមាណភាគរយដែលយើងបាន predict ត្រូវចំណែក recall គឺជាភាគរយដូចគ្នាប៉ុន្តែថាតើdata ដែលជា anomaly ហ្នឹងយើង predict បានប៉ុន្មានហើយវាមាន class របស់វាគឺ0និង1ដែល0ហ្នឹងតំណាងឲ្យជា normal data និង1ហ្នឹងគឺជា abnormal data ដែលថាវាជា transaction ដែល abnormal យើងឃើញថា precision របស់វា 0.97 បាន 97% បានន័យថាចំពោះ class 0យើង predict 97% ដែលជា data normal data ធម្មតាហ្នឹងគឺយើង predict បានត្រូវចំនួន 97% ចំណែកឯ 8% នៅក្រោមនេះបានន័យថា abnormal ឬក៏ anomaly ហ្នឹងគឺយើង predict ដែលត្រូវហ្នឹងគឺបានតែ 8% ទេ recall ក៏ដូចគ្នា 0.89 ហ្នឹងបានន័យថាយើងបាន predict data ដែលជា normal ថាជា normal ហ្នឹងគឺបាន
accuracy វា 89% បន្ទាប់មកទៀតគឺយើង predict បាន 25% ត្រូវប៉ុន្តែកន្លែងនេះបានន័យថា 75% គឺយើង missing data ដែលជា abnormal ចំពោះឯ F1 score នេះគឺជាផលធៀបរវាងទំនាក់ទំនងរវាង precision និង recall បន្តមកទៀតលទ្ធផល macro average កន្លែងនេះគឺជា precision រវាង class ទាំងពីរ0និង1ចែកជា2 average ដូចគ្នា recall F1 score និង support ដោយសារតែយើងយក data 30% មក test ហើយមានចំនួននេះគឺចំនួនដែលជា transaction abnormal ហ្នឹងដោយសារតែ data យើងមាន 1000 row បើសិនជាយើងយក 30% គឺប្រហែលនឹងចំនួនហ្នឹងបន្តមកទៀតគឺ auto encoder step ទី1គឺដូចគ្នាទៅនឹង algorithm មុនគឺការយក categorical data ហ្នឹងមក encode វាហើយយើងជ្រើសរើសយក feature ដែលសំខាន់នៅក្នុងការ predict ហ្នឹងមក train និង test នៅក្នុង model របស់យើងបន្តមកទៀតយើង scale នៅក្នុង auto encoder ចំពោះ data ទាំងអស់គឺត្រូវយើងត្រូវ scale វាបើមិនជាអត់ scale ទេនៅក្នុង algorithm auto encoder នេះវាអាច performance របស់វាអាចនឹងអត់សូវល្អដូចឧទាហរណ៍ថា payment amount យើងត្រូវការ scale នៅតម្លៃរបស់វាឲ្យទៅជា currency មួយដែលជាក់លាក់ឲ្យដូចគ្នាទាំងអស់បើយើងអាច predict បានល្អបន្តមកទៀតគឺការ split trend test គឺយើងយក 30% test ដូចគ្នាកន្លែងនេះគឺយើងចាប់យកនៅ x normal បានន័យថា featureរបស់យើង normal ដែលមាន y train 0យើងប្រាប់ algorithm មួយនឹងថាតើnormal data transaction ហ្នឹងគឺវាយ៉ាងម៉េចគឺវាមាន y train ដែល label របស់វាគឺ0មានន័យថាជា normal តមកទៀតគឺការ build model របស់យើងហ្នឹងហើយយើង train វាកន្លែង fit នេះគឺការ train ហើយយើង train 70% ឲ្យវាស្គាល់ថា model ឲ្យវាស្គាល់ថា data point ដែល normal ហ្នឹងគឺយ៉ាងដូចម្ដេចមួយទៀតគឺ calculate and reconstruction error បន្តមកទៀតគឺ set threshold កន្លែង set threshold ហ្នឹងយើងប្រាប់ algorithm ហ្នឹងយើងចាត់វាថាបើសិនជា error ធំជាង threshold ដែលយើងបានកំណត់គឺ10%បានន័យថា data មួយហ្នឹងគឺ abnormal ប៉ុន្តែបើសិនជាវាតូចជាងឬស្មើវាគឺជា normal data ជា result យើងបាន precision recall and F1 score ដូចបែបនេះឃើញថាវា accuracy វាគឺល្អជាង isolation forest បន្តមកទៀតគឺ one class support vector machine នេះគឺជា machine learning method ដូចគ្នានៅក្នុង anomaly detection ផងដែរហើយជាដំបូងគឺ encode categorical column និងជ្រើសរើស feature ដែលយើងប្រើដែលយើងនឹងចាំបាច់ប្រើវាបន្តមកទៀតគឺ scale data fit transform យើងប្រើ library ដូចជា scikit-learn
trend test split ដូចនេះគឺយើងយក 30% នេះគឺជា method បាទ trend one class support vector machine ហ្នឹងយើងប្រើ method នេះ one class support vector machine ហើយ fit វាគឺ trend normal យើងប្រាប់ algorithm ហ្នឹងថាតើ normal transaction ហ្នឹងវាយ៉ាងដូចម្តេចហើយប្រាប់ឲ្យវាដឹងហើយបន្ទាប់មកគឺយើងចាប់ផ្ដើម predict ដែលថាយើងយក 30% ដែលយើង split ហ្នឹងមក test វាជាលទ្ធផលគឺ accuracy វាប្រហែលទៅនឹងមុនដែរក៏ដូចគ្នា precision និង recall F1 score គឺមានភាពប្រហាក់ប្រហែលគ្នាដើម្បីឲ្យងាយយល់គឺខ្ញុំបានធ្វើ RUC score RUC score គឺជា score មួយដែលយើងអាចចាត់ថ្នាក់ algorithm នីមួយៗថាតើវាចាប់បានចាប់នៅ normal transaction រវាង normal transaction និង abnormal transaction ហ្នឹង data point ហ្នឹងបានល្អប៉ុណ្ណាដែលបន្ទុករបស់វាហ្នឹងគឺចាប់ពីដក 1 រហូតទៅដល់ 1 កន្លែងនេះគឺយើងគណនាបានក្នុងចំណោម algorithm ទាំងអស់គឺ AUC score របស់វាមាន auto encoder នេះទទួលបាន AUC score ច្រើនជាងគេ so នៅក្នុងចំណោម 3 algorithm ខាងលើយើងអាចសន្និដ្ឋានបានថា algorithm មួយហ្នឹងគឺវាចាប់វាសម្គាល់អាចដឹងថា normal transaction និង abnormal transaction ហ្នឹងបានល្អជាងគេគឺ auto encoder នេះចំណែកឯ graph នេះគឺ represent ឲ្យការរវាង true positive គឺជាការចាប់data point ដែលវាបើសិនជាវាជា abnormal algorithm យើងចាប់វាថាជា abnormal អាហ្នឹងយើងហៅថាtrue positive បើសិនជាវា normal ហើយ data model របស់យើងចាប់វាថាជា normal ដែរគឺយើងអាចហៅវាថាជា true positive បានន័យថាវាចាប់ត្រូវបើសិនជា false positive បានន័យថាdata point ហ្នឹងគឺជា transaction ដែលnormal ប៉ុន្តែ algorithm របស់យើងបែរទៅចាប់វាថាជា normal ទៅវិញអញ្ចឹងនេះ false positive បន្តមកទៀត curve ទាំង3នេះគឺ represent ឲ្យ algorithm នីមួយៗយើងឃើញថាបន្ទាត់dash point នេះបានន័យថាជា random classifier បានន័យថាគឺជាការចាប់ដោយ random ចាប់data point abnormal data point ដោយ random បើសិនជា curve របស់យើងនៅលើនេះកាន់តែលើគឺបានន័យថាការចាប់របស់វានឹងកាន់តែល្អតែបើសិនជាវានៅក្រោម curve នេះបានថាវាចាប់ខុសកន្លែងនេះគឺបានន័យថាអត់ល្អទេចាអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំមានតែប៉ុណ្ណឹងអរគុណ